ខ្ញុំប្រកាសខុនដូសង់អស់ជិត$20 លានខ្ញុំលក់ត្រឹមតែ$11 លានតែប៉ុណ្ណោះរាល់ពេលដែលខ្ញុំបានទៅដល់ខុនដូដូចជាមានអ្វីដែលចាក់បេះដូងរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំកាន់តែឈឺចាប់ខ្លាំងខុនដូមួយនេះប្តីរបស់ខ្ញុំគាត់ខិតខំប្រឹងប្រែងសាងសង់ខ្លាំងណាស់ការសាងសង់ខុនដូទាំងពីរនេះគឺអគារខាងក្រោយសង់បាន95%អគារខាងមុខសង់ទើបតែបាន50%តែប៉ុណ្ណោះអ្វីដែលខ្ញុំស្រណោះគឺប្តីរបស់ខ្ញុំគឺគាត់ស្រឡាញ់ខុនដូនេះខ្លាំងគាត់តស៊ូពុះពៀរាល់ឧបសគ្គនៅលើខុនដូនេះច្រើនខ្លាំងមែនតើតែចុងក្រោយគឺគាត់បានចាក់ចេញដោយបន្សល់ការងារដែលខ្ញុំមិនចេះសោះខុនដូនេះនៅទីតាំងផ្លូវធំបឹងសាឡាងហើយមានចំនួន2អគារអគារខាងក្រោយគឺមាន19ជាន់មាន141យូនីតក៏មានអតិថិជនទិញឲ្យអស់ផងដែរចំណែកអគារខាងមុខវិញគឺមាន13ជាន់មាន80យូនីតផងដែរហើយនៅក្នុងពីអគារខុនដូនោះផងដែរគឺមានក្លឹបហាត់ប្រាណដល់13ជាន់តែប្តីរបស់ខ្ញុំបានធ្វើក្លឹបហាត់ប្រាណនៅលើនោះដើម្បីបម្រើសេវាកម្មទាំងអ្នកនៅក្នុងខុនដូនោះផងនិងអ្នកនៅខាងក្រៅផងមូលហេតុដែលខ្ញុំដាច់ចិត្តលក់គឺខ្ញុំនៅម្នាក់ឯងខ្ញុំអត់ចេះខ្ញុំអត់យល់ខ្ញុំអត់ដឹងអំពីការងារនេះសោះហើយនេះគឺជាជាន់អគារខាងមុខគឺជាកន្លែងដែលពួកខ្ញុំគ្រោងនឹងរស់នៅមួយជាន់ទាំងអស់នេះគឺមានទំហំធំហើយពួកខ្ញុំគម្រោងនឹងសាងសង់ហើយពួកខ្ញុំនឹងរស់នៅទីនោះក៏ប៉ុន្តែអកុសលគ្រប់យ៉ាងពេលដែលខ្ញុំបានទៅដល់ទីនោះគឺខ្ញុំនឹកឃើញអនុស្សាវរីយ៍ជាច្រើនដែលខ្ញុំតែងតែមើលខុនដូជាមួយគាត់ហើយពេលទៅដល់ទីនោះខ្ញុំក៏មានអារម្មណ៍ថាអារម្មណ៍ឈឺចាប់និងរន្ធត់ទឹកភ្នែកហូរដូច្នេះហើយខ្ញុំមិនចង់បន្សល់នៅអ្វីដែលជាអនុស្សាវរីយ៍ឈឺចាប់នោះទេហើយប្រវត្តិនៃការសាងសង់ខុនដូមួយនេះគឺប្តីខ្ញុំសាញតស៊ូខ្លាំងមែនទែនដោយកន្លងមកទើបតែចាប់ផ្ដើមសាងសង់ទើបតែបានប្រមាណភាគរយស្រាប់តែពិភពលោកជួបវិបត្តិកូវីដហើយបន្ទាប់មកទៀតក៏មានរឿងបន្តពាក់ព័ន្ធជាមួយនឹងម៉ាក់ខ្ញុំផងគាត់មានវិបត្តិសេដ្ឋកិច្ចដូច្នេះហើយពួកខ្ញុំត្រូវដកខ្លួនទៅជួយគាត់ហើយគ្រប់យ៉ាងគឺគាត់តស៊ូដើម្បីគ្រួសារមួយនេះនឹងភាពទទួលខុសត្រូវគាត់ខិតខំធ្វើឡើងចិត្តហើយអគារខាងក្រោយធ្វើបានឡើង95%ស្រាប់តែអកុសលគាត់ក៏បានចាក់ចេញទៅចំណែកខ្លួនខ្ញុំផ្ទាល់គឺរយៈពេលតាំងពីគាត់ចាក់ចេញទៅគឺរយៈពេល2ឆ្នាំគឺខ្ញុំអត់បានសង់បន្តជូនទៅដល់អតិថិជននោះទេក៏ប៉ុន្តែបងប្អូនមើលនៅក្នុងវីដេអូនេះគឺពួកខ្ញុំបានសាងសង់បាន95%គឺដែលគួរអីគឺហើយស្ទើរតែទាំងអស់ប៉ុន្តែគ្រប់យ៉ាងគឺខ្ញុំអត់អាចបន្តការសាងសង់បានដោយសារខ្ញុំពិតជាអត់ចេះខ្ញុំពិតជាអត់យល់ហើយមិនមែនជាជំនាញរបស់ខ្ញុំដោយសារខ្ញុំមិនដែលបានលូកជាមួយនឹងការងារនេះសោះដូច្នេះហើយខ្ញុំពិតជាសុំទោសហើយសុំទោសទៀតសម្រាប់អតិថិជនដែលគាត់បានទិញ140យូនីតជាងនេះគឺខ្ញុំសូមប្រកាសលក់រកភ្ញៀវណាដែលគាត់អាចសាងសង់បន្តនិងគាត់ចេះមានបទពិសោធន៍ជំនាញមួយនេះហើយគាត់អាចធ្វើឲ្យអតិថិជនដែលនៅលើខុនដូនោះដែលទិញខុនដូនោះហើយឲ្យមានសុវត្ថិភាពនិងមានទំនុកចិត្តបើសម្រាប់រូបខ្ញុំផ្ទាល់ទាំងការអត់ចេះទាំងស្មារតីទាំងថវិកាយើងត្រូវរកបន្ថែមមកដាក់នៅលើនេះគឺខ្ញុំពិតជាសុំទោសថាខ្ញុំមិនអាចធ្វើបានដោយសារទី1ស្មារតីរបស់ខ្ញុំបញ្ហាដែលខ្ញុំជួបផ្សេងជាច្រើនទៀតដែលខ្ញុំមិនអាចបរិយាយបានអគារខាងក្រៅគឺពួកខ្ញុំសង់បាន95%ចំណែកអតិថិជនដែលគាត់បានទិញខុនដូហើយគាត់ត្រូវនៅទូទាត់មកខាងក្រុមហ៊ុនគឺចំនួនទឹកលុយ$4 លានទៀតដូច្នេះហើយទាំងពីរអគារនេះទាំងអតិថិជនទិញហើយត្រូវផេលុយមកខាងក្រុមហ៊ុនវិញគឺចំនួន$4 លានសរុបទាំងអស់ទាំងពីរអគារនេះគឺខ្ញុំសង់អស់លុយច្រើនខ្លាំងមែនទែនអស់ដល់តែជិត$20 លានតែសម្រាប់នៅក្នុងពេលនេះគឺខ្ញុំលក់ត្រឹមតែ$11 លានតែប៉ុណ្ណោះសម្រាប់អតិថិជនគាត់ទិញតម្លៃ$11 លានហើយគាត់បានអតិថិជនជាភ្ញៀវដែលគាត់បានទិញខុនដូនេះហើយចំនួនទឹកលុយដល់តែ$4 លានដោយសារអតិថិជនទាំងអស់ពេលដែលយើងសាងសង់ខុនដូនេះហើយគាត់ត្រូវបង់លុយមកខាងខុនដូវិញចំនួនដល់តែ$4 លានមកវិញដូច្នេះបងប្អូនណាដែលគាត់ចាប់អារម្មណ៍អគារនេះអាចឆាតចូល page សួរព័ត៌មានបានដោយសារទាំងពីរអគារនេះគឺខ្ញុំពិតជាលក់តម្លៃធូរថ្លៃខ្លាំងមែនតើទាំងមានអតិថិជនស្រាប់ទាំងពេលដែលយើងសង់ហើយអតិថិជនត្រូវផេមកខាងក្រុមហ៊ុនវិញចំនួនទឹកលុយដល់តែ$4 លានដូច្នេះខុនដូនេះគឺលក់តម្លៃធូរថ្លៃខ្លាំងមែនតើអ្វីដែលខ្ញុំអាចធ្វើទៅបាននៅក្នុងពេលបច្ចុប្បន្នខ្ញុំមានខួរក្បាលនិងកម្លាំងធ្វើសម្រាប់តែក្រុមហ៊ុន Lagamo តែមួយគត់ដូច្នេះហើយពាក់ព័ន្ធជាមួយនឹងខុនដូមិនមែនជាជំនាញរបស់ខ្ញុំពិតជាមិនអាចធ្វើទៅបានក៏ប៉ុន្តែសម្រាប់ក្រុមហ៊ុន Lagamo វិញចំណែកក្រុមហ៊ុន Lagamo វិញនៅក្នុងពេលបច្ចុប្បន្នខ្ញុំឲ្យកូនស្រីរបស់ខ្ញុំកាន់បន្តដែរអ្វីដែលខ្ញុំអាចធ្វើទៅបានតាមជំនាញរបស់ខ្ញុំគឺខ្ញុំជ្រើសរើសរូបមន្តដែលល្អដើម្បីលក់ទៅឲ្យបងប្អូនទាំងអស់គ្នាពិសេសរូបមន្តលេ Lagamo ដែលទើបតែចេញថ្មីនេះបងប្អូនមើលស្បែកជីងឈិងពេលមុនប្រើនិងប្រើហើយគឺមានសភាពខុសគ្នាខ្លាំងមែនតើអ្វីដែលជាជំនាញរបស់ខ្ញុំធ្វើដោយគុណភាពនិងមានទំនុកចិត្ត